ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើឡាបសាច់មាន់និងសាច់ជ្រូកកិនហើយមុនដំបូងស្រស់សាច់យើងកិនមានសាច់មាន់និងសាច់ជ្រូកលាយពីក្តាមនេះទៅស្រស់ហើយបំពងខ្ទឹមដាក់រំលីងឲ្យស្ងួតមានដាក់ម្សៅស៊ុបហើយនៅស្ករអំបិលឡំឬកំបាច់ដាក់ក៏បានដែរហើយបន្ទាប់មកនេះមានពោះជ្រូកមានពោះទូចមានពោះធំហើយមានពោះតសៃហើយគ្រឿងបុកនឹងលីងមានខ្ទឹមសខ្ទឹមក្រហមរំដេងលីងឲ្យបុកឲ្យម៉ត់លើក្រៃខានថ្ងៃមុនទុកបងប្អូនគឺកកហើយមានដាក់ថែមស្ករអំបិលប៊ីចេងអីហើយយើងភ្លក់មើលមកល្មមចូលចិត្តណាបងប្អូនហើយស្លឹកក្រូចស្លឹកអីហាន់ហើយនេះរំដេងហាន់ស្រស់យើងហាន់ស្រស់ខ្លះយើងលីងបុកខ្លះហើយមានខ្ទឹមខំហើយនេះស្លឹកក្រូចខ្ចីយកខ្ចីហើយហាន់ស្ដើងដាក់លេងចឹងទៅខ្ទឹមខំយើងដាក់មើលតាមចូលចិត្តទៅហើយទឹកក្រូចឆ្មានឹងដាក់មើលទៅហើយយើងភ្លក់មើលតាមចូលចិត្តអ៊ំក៏ធ្វើក៏ដែរមានរង្វាល់ទេបងប្អូនអើយដល់យើងរៀនមិនកើតប៉ាន់តាមកើតដែរហើយចុងក្រោយជីស្លាបព្រាអង្គលីងហើយយើងដាក់មើលមកល្មមយើងចូលចិត្តកុំអោយច្រើនពេកកុំអោយតិចពេកទេបងប្អូនហើយជីស្លាបព្រាទៅបើយើងមានហើយម្ទេសហុយអូឆ្ងាញ់នឹងម្ទេសហុយហ្នឹងឯងបងប្អូនអើយឡាបហ្នឹងហើយស្លឹកស្អីហ្នឹងគេហៅពោះអីពោះ100 ស្ទើបហើយនឹងពោះគោបងប្អូននេះមានពោះគោផងពោះជ្រូកផងពោះជ្រូកទូចមានពោះជ្រូកធំហើយនេះឡាបជ្រូកជាការស្រេចឆ្ងាញ់ទេបងប្អូនមើលតំបងប្អូនតំណងទេមកហូបជាមួយខ្ញុំ Please enjoy with me អរគុណដែលបានតាមដានវីដេអូនេះ Thank you everyone for watching Please have a nice day សុខសប្បាយទាំងអស់គ្នាជម្រាបលា Bye bye ហើយនេះមានពោះជ្រូកពោះខ្ចីមានពោះស្លាត់អង្គទៅល្អណាស់បងប្អូនអើយបងពេញឆ្ងាញ់ត្រង់ឡាបថ្មីសោះ